ជ្រុះចឹងបងប្អូនបាទឆាក្តៅទៀតបងប្អូនឆាក្តៅទៀតពូគាត់បានដើកមួយនេះបងប្អូននេះផ្លែដំបងបងប្អូនសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំទៅដើរលេងនៅទឹកធ្លាក់ស្ទឹងហាយបងប្អូនមកឡើងជិះតាមខ្លងទ្វារតំបន់សេដ្ឋកិច្ចព្រះសីហនុរបស់យើងបងប្អូនបាទឥឡូវខ្ញុំបានមកដល់ភូមិទលះបងប្អូនបាទឥឡូវខ្ញុំកំពុងជិះម៉ូតូទៅហើយឥឡូវយើងចាំមើលស្ថានភាពផ្លូវទាំងអស់គ្នាបងប្អូនផ្លូវមិនស្រួលបងប្អូនបាទឡើងព្រំចុះភ្នំចឹងបងប្អូនបាទទៅកាយដាក់លូចឹងណាវាទៅពេលយើងជិះតាមភ្នំតាមថ្មចឹងទេថាមិនបើផ្លូវយើងវាអត់សូវស្រួលឡានចូលរួចបងប្អូនបាទបានម៉ូតូទេអញ្ចឹងយើងជិះតែម៉ូតូតែមើលស្ថានភាពជុំវិញនៅទលះទាំងអស់គ្នានឹងគេហៅភូមិទលះបងប្អូនបាទនេះខ្ញុំមកដល់ស្ពានឆ្លងទៅភូមិទលះអញ្ចឹងបងប្អូនបាទកំពុងជិះទៅបងប្អូនតែសភាពជុំវិញនឹងស្អាតបងប្អូនតែសភាពខៀវស្ងាត់ល្អហើយមានជាបរិវត្តឆ្លងកាត់ស្ពានទលះហ្នឹងបងប្អូនបាទស្ពានទលះស្ពានឈើបងប្អូនឡាននេះឆ្លងរួចហើយឡានឆ្លងនឹងតែផងបងប្អូនបាទឆ្លងបានម៉ូតូទៅវិញមកវិញមកអញ្ចឹងណាបងប្អូនខ្លះស្គាល់ហើយភូមិទលះនៅតំបន់សេដ្ឋកិច្ចព្រះសីហនុភូមិទលះគេហៅភូមិទលះអញ្ចឹងបងប្អូនឡើយកំពុងជិះទៅបងប្អូនបាទស្កាភាពទៅលេងទៅធ្លាក់ឥឡូវខ្ញុំកំពុងទិញខ្ជុំយកទៅអាំងទាបងប្អូនអាំងទាហើយនឹងឆាក្តៅទាអញ្ចឹងបងប្អូនឥឡូវស្កាភាពពួកយើងទៅទៀតដែរបងប្អូនបាទទៅរហូតបងប្អូនហើយផ្លូវឡើងភ្នំចុះភ្នំឡើងភ្នំចុះភ្នំខ្ញុំអត់កាត់ទេកាត់រៀងវែងហ្នឹងខ្ញុំចង់ឲ្យបងប្អូនមើលទេសភាពព្រៃភ្នំនៅទលះអញ្ចឹងបងប្អូនបាទពិតជាស្រស់ស្អាតបងប្អូនបាទទៅហួសពីទលះហ្នឹងគេហៅស្ទឹងហាយហ្នឹងគេហៅទឹកធ្លាក់ស្ទឹងហាយហ្នឹងបងប្អូនបាទខ្ញុំហៅទឹកធ្លាក់ស្ទឹងហាយហ្នឹងទៅព្រោះឥឡូវគេអត់តដាក់ឈ្មោះអញ្ចឹងបងប្អូនបាទឥឡូវនេះវត្តទលះបងប្អូនបាទវត្តទលះឥឡូវគេធ្វើវត្តទលះប៉ុណ្ណាដែរបងប្អូនវត្តនៅលើភ្នំដែលថតស្កាភាពទៅមុខទៀតបងប្អូនបាទព្រៃភ្នំព្រឹក្សាតាមផ្លូវចឹងបងប្អូនផ្លូវលំផ្លូវមានថ្មមិនអីបងប្អូនគេអត់ធ្វើស្អាតទេទៀតចូលឆ្នាំ2030ដែរគេដាក់ផ្លូវបេតុងបងប្អូនមកព្រោះនៅនេះមានភូមិមានអីច្រើនមានភូមិច្រើនគុំម្ដុំទៅម្ដុំចឹងមកកន្លែងទៅមកកន្លែងបងប្អូនបាទហើយនេះផ្លូវយើងទៅត្រង់ហូតបងប្អូនអើយជាងឆ្ងាយដែរប្រហែល2ម៉ោងកន្លះដែរខ្ញុំទៅដល់បងប្អូនទាំងគ្នាឥឡូវខ្ញុំជិះមកដល់លើឥឡូវខ្ញុំបាយតកឲ្យបងប្អូនទស្សនាមើលផ្លូវតងផ្លឹងបងប្អូនអើយឥឡូវតដល់ទីតាំងខ្ញុំទៅចាំតាមណានទាំងអស់គ្នាបងប្អូនបីភ្នំស្អាតបងប្អូនអើយខៀវងឹតមកឃើញតែយើងចុះទៅដើរទៅត្រង់នេះឃើញនេះផ្លូវចកចូលតាមផ្លូវមានដាំអាស័យផ្អែមស្អីបងប្អូនអើយសក់ព្រៃស្អីហ្នឹងយើងមកដើរលេងយើងតនេពីការងារយើងដើរលេងហ្នឹងទៅពេលហ្នឹងពិតជាស្អាតបងប្អូនស្ពានចូលទៅបងប្អូនចូលទៅដល់មានឃើញឆ្កាចន្ទីឆ្កាអីគេដាំចឹងឃើញគេដាំត្រេនណាបងប្អូនប៉ុន្តែត្រេនតិចតួចតែពី3ឆ្នាំទៀតបានគេដាំបានមានផ្លែមានអីចឹងឥឡូវយើងមកដល់ក្បាលទឹកបងប្អូនមកទីទៀតយើងទៅដល់ទឹកធ្លាក់ស្ទឹងហាយបងប្អូននេះកន្លែងជាខ្ទមលោកតាចឹងបងប្អូនយើងបន់ច្រន់សុំក្តីសុខចឹងយើងមកលេងអីបងប្អូនបាទនេះកន្លែងហ្នឹងបងប្អូនកន្លែងជប់ម៉ូតូចូលទៅមើលទឹកធ្លាក់ស្ទឹងហាយបងប្អូនបាទឥឡូវចាំតាមដានទាំងអស់គ្នាបងប្អូនបាទឥឡូវខ្ញុំមកដល់ហើយជប់ម៉ូតូបងប្អូនដល់ទៅបងប្អូនបាទមានខ្ទមអីគេចឹងបងប្អូនមានក្តាំដើមខ្នោមិនដូចជាឆ្ការបស់គេចឹងណាប៉ុន្តែគេអត់ដាក់ផ្លាកតែគេហៅស្ទឹងហាយនេះកន្លែងមានបងមានអង្គុយលេងអង្គុយញ៉ាំអីចឹងបងប្អូនហើយគេដាក់ផ្លាកហ្នឹងហាបោះចោលសម្រាប់ញ៉ៃញ៉ៃចឹងបងប្អូនព្រោះថាយើងមកលេងយើងជួយសម្អាតគ្នាទៅវិញទៅមកបងប្អូនបាទកុំឲ្យមានជំនាញមានអីចឹងណាហើយគេមកលេងក្រោយវាស្អាតឲ្យវាទេសភាពក៏ស្អាតសម្រាប់គាត់មានហ្នឹងបងប្អូន
ពេលចឹងសុខភាពយើងក៏ល្អដែរបងប្អូនបាទឥឡូវគ្នាខ្ញុំកំពុងចោះទៅបងប្អូនបាទទឹកធ្លាក់ស្ទឹងហាបងប្អូនទឹកនឹងត្រជាក់បងប្អូនចូលទៅដល់ត្រជាក់ស្រុបមកហើយមានអារម្មណ៍ថាបានទៅលេងហើយចង់ទៅលេងទៀតបងប្អូនបាទតែស្ពាបស្អាតបងប្អូនមើលថ្មធម្មជាតិបងប្អូនបាទស្កាលភាពពួកខ្ញុំទៅដល់លេងគឺជាកន្លែងតំបន់គ្មានពីណាគេទៅដល់មួយងាយមានអ្នកបានទៅដល់បងប្អូនបាទឥឡូវខ្ញុំមកផ្សាយមកពីថតពីកន្លែងទេសភាពនៅទីនេះឲ្យបងប្អូនចែកញ៉ែបងប្អូនមកលេងអស់គ្នាហើយមិត្តភ័ក្តិបងភឿនមកលេងអស់គ្នាបងប្អូនទឹកធ្លាក់ស្ទឹងហាយបងប្អូនបាទប្រាប់ឲ្យច្បាស់តែម្ដងបងប្អូនបាទព្រោះកន្លែងស្អាតដោយសារទឹកត្រជាក់បងប្អូនបាទមើលស្កាភាពពួកខ្ញុំថតទៅលេងទឹកបងប្អូនបាទជាមួយទីទៀតខ្ញុំទៅលេងទឹកឲ្យបងប្អូនមើលបាទមានថ្មមានអីចឹងបងប្អូនមានអារម្មណ៍ថាសុខចិត្តមកលេងថ្ងៃហ្នឹងបងប្អូនបាទបងប្អូនទាំងនេះបាទឥឡូវបានមកដល់ទឹកជ្រោះបងប្អូនបាទគាត់គឺស្រស់ស្អាតណាស់បងប្អូនអើយទៅទៀតនេះស្អាតណាស់ទៅវិញហ្នឹងបាទយើងទៅមើលអស់នេះអារងហូរអើយឡើងចាក់ហើយហ្មងមកគ្នាមួយហ្នឹងបងប្អូនសួស្តីបងប្អូនអរគ្នាថ្ងៃហ្នឹងខ្ញុំមកលេងទឹកធ្លាក់ស្ទឹងហាបងប្អូនទៅមើលខាងក្រោយទាំងអស់គ្នាបងប្អូនទស្សនាទាំងអស់គ្នាពិតជាស្រស់ស្អាតណាស់បងប្អូនអើយហើយនៅកន្លែងនេះទឹកធ្លាក់ធម្មជាតិបងប្អូនទឹកថ្លាល្អបងប្អូនតាមទស្សនាមួយខ្ញុំទាំងអស់គ្នាឥឡូវខ្ញុំចុះលេងបងប្អូនណាហើយនេះទឹកថ្លាល្អបងប្អូនអើយកាមេរ៉ាមែនដើរមកបាទនេះមកមើលកន្លែងទឹកជ្រោះបងប្អូនបាទពិតជាស្រស់ស្អាតណាស់បងប្អូនធម្មជាតិមកបងប្អូនបាទពុតមកបងប្អូនទឹកភាពស្អាតណាស់បងប្អូនជាទឹកជ្រោះអញ្ចឹងបងប្អូនបាទបងប្អូនបានមកលេងដឹងជាប់ចិត្តមកបងប្អូនពិតជាស្រស់ស្អាតបងប្អូនទឹកជ្រោះជាក់មកលេងអញ្ចឹងបងប្អូនខ្ញុំមកដែរទៅលេងណាថាដូចនៃទាំងថ្ងៃនេះបងប្អូនពិតជាស្រស់ស្អាតបងប្អូនអើយមានព្រៃឈើមកលុបទៅចាក់ឡំបងប្អូនអាបងប្អូនអូយចាក់ជ្រោះបងប្អូនអើយស្វាយចិត្តហ្នឹងបានមកលេងនេះបងប្អូននេះចាក់ទៅយើងបងប្អូនបាទមានព្រៃឈើទៅយើងបងប្អូនបាទពិតជាស្អាតបងប្អូនបាទថ្មីធម្មជាតិបងប្អូនចេញនោះថ្មីរុំមានថ្មមានអីរុំថ្មរុំអីបាទពិតជាស្អាតប្រសាទមែនបងប្អូននេះជាថ្មបងប្អូនថ្មធម្មជាតិបងប្អូនវាស្អាតទឹកមកលើបងប្អូនពិតជាស្អាតបងប្អូនបាទដាច់ទៅដាច់ទៅថ្មីបងប្អូនបាទពិតជាអត់នៅកន្លែងនេះបងប្អូនអាចមកលេងបានខ្ញុំធ្វើវីដេអូ review នេះឲ្យបងប្អូនមកលេងដូចខ្ញុំណាអញ្ចឹងណាមកលេងតែម្ដងបងប្អូនចប់ចិត្តមកបងប្អូនបាទអើយលើទឹកមួយសិនអូស្អាតបងប្អូនហើយនេះគួយហ្មងកុំឲ្យបាក់ឈរពេកបងប្អូនមើលប្រកខ្ញុំនេះតែសភាពស្អាតបងប្អូនបាទតែសភាពអាតខ្លាំងបងប្អូនវីដេអូមានប៉ុណ្ណឹងបងប្អូនបាទទស្សនាទាំងអស់គ្នាបាទអរគុណច្រើនបាទបងប្អូនអរគុណច្រើនកុំភ្លេចមកលេងបាយបាយវីដេអូមិនតអស់ទេបងប្អូនណានៅបន្តទៀតខ្ញុំរៀបចំទៅតូបទៅអង្គទាដិតទាអញ្ចឹងបងប្អូនមកសាក្តៅទាអញ្ចឹងណាឥឡូវចាំស្កាយភាពខ្ញុំទៅមើលទៅហូបអីទាំងអស់គ្នាបងប្អូនឥឡូវខ្ញុំកំពុងចេញទៅបងប្អូនបាទឥឡូវទៅលើបងទាវាទាធ្វើអីនេះដិតហ្នឹងអាំងអត់ស្អីទេបងកាត់ធ្វើតំបន់អាំងទាអាំងទាហ្មងបាទទុំយ៉ាងនេះអាំងទាប្រហើយបាទជាតិអីចឹងទៀតដាក់ទៀតអែមអេយចង់គេបងចង់អីគេចង់តំបន់អាំងទាហ្នឹងបែបផ្លែគេហើយត្មងមកហើយត្មងផ្លែត្មងបាទទុំយ៉ាឡើងលើចង់ឈើបែបផ្លែត្មងបងប្អូនមកខ្ពស់ហើយមែនទេបងប្អូនបាទនេះផ្លែត្មងបងប្អូនបងប្អូននេះផ្លែត្មងបងប្អូនថ្ងៃបងប្អូនបាទបងប្អូននេះទាបវល់របស់យើងបងប្អូនបាទឥឡូវឆ្អិនហ្នឹងបងប្អូនបាទមិញយើងប្រឡាក់គ្រឿងឥឡូវវាក្រៀមវាឆ្អិនអញ្ចឹងណាតំណនេះបើថាទេសភាពវិញ
ឲ្យអ៊ុយបងប្អូននៅបៃភ្នំបងប្អូនបាទនៅក្នុងបៃមិនតាមស្រុកតាមភូមិបងប្អូនបាទឥឡូវយើងមកអាំងសាច់មាន់ក្នុងព្រៃបងប្អូនបាទទស្សនាទាំងអស់គ្នាបងនេះឆាក្តៅទាបងប្អូនឆាក្តៅទាតាមឆាក្តៅថ្មីថ្មីបងប្អូនបាទមើលទៅស្គៀបព្រៃភ្នំបងប្អូនប្រឹក្សាប្រសិទ្ធស្រស់ស្អាតបងប្អូនបាទឆាក្តៅទាបាទខាងនេះមានមាន់ដិតអ៊ុយកន្លងមាន់ដិតទាបវល់បងប្អូនបាទទាបវល់បាទឥឡូវយើងបវល់មកបងប្អូនបាទបវល់ចឹងមកនេះអូជឿបងប្អូនបាទអូមកហាត់មកជួយបងប្អូនem đây một con bò mày tao với tay cho style hà dùng nơi kinh thu chỉ bẹ đồ ôi tao được ngon tao được tiền alo đấy xì xay à lúc à xì xay à anh ơi sạch xì cái này họ sạch cho em ở đâu á anh xì vào đó lúc này ở có ba tia xì vào đó lúc à hả mà trời dạ này là đồ huy àបងប្អូនទាំងគ្នាឥឡូវពូគាត់បានដើកមួយនេះឥឡូវគាត់យកមកធ្វើហូបចឹងណាបងប្អូនចាំទស្សនាទាំងអស់គ្នាបងប្អូនឃើញវីដេអូហ្នឹងហើយកុំភ្លេចនាំមិត្តភ័ក្តិបងប្អូនមកលេងស្ទឹងហើយទាំងអស់គ្នាបងប្អូនណាខ្ញុំកំពុងធ្វើវីដេអូចែកម្លែកឲ្យបងប្អូនមកលេងទាំងអស់គ្នាឲ្យសប្បាយទាំងអស់គ្នាបងប្អូនទឹកធ្លាក់ស្ទឹងហើយបងប្អូនកុំភ្លេចមកលេងទាំងអស់គ្នាបងប្អូនបាទនៅកន្លែងហ្នឹងមិនថាគ្រឿងកំប៉ុងអីទេមានទាំងអស់បងប្អូនយើងអាចកំងហូបបានទាំងអស់បងប្អូន